ចាជំរាបសួរហើយសួស្តីបងដែលសិក្សាភាសាកូរ៉េទាំងអស់គ្នាហើយជាពិសេសចំពោះបងដែលបានប្រឡងកាលពីវគ្គទី23ហើយដែលគាត់បានដាក់ពាក្យស្វែងរកការងារហើយក៏ប៉ុន្តែនៅឡើយមិនទាន់ចេះអំពីវិធីក្នុងការបង្កើត ID ឬក៏បង្កើត ID ឆែកឈ្មោះបានហើយក៏ប៉ុន្តែមិនទាន់ចេះក្នុងការឆែក ID ដើម្បីមើលដំណើរការនៃការដាក់ពាក្យស្វែងរកការងារអញ្ចឹងនៅក្នុងវីដេអូនេះខាងសាលាបានធ្វើឡើងសម្រាប់បងទាំងអស់គ្នាក្នុងការចេះបង្កើត ID ហើយនឹងចេះចូល login ID ដើម្បីឆែកអំពីដំណើរការក្នុងការដាក់ពាក្យស្វែងរកការងារទាំងអស់គ្នាចា៎កុំឲ្យខាត់ពេលវេលាយូរតោះយើងទៅមើលអំពីវិធីបង្កើត ID ទាំងអស់គ្នាចា៎តែដំបូងឡើយយើងចុចទៅកាន់ Google Chrome ហើយបន្តមកទៀតនៅផ្នែកខាងលើយើង search រកពាក្យថា ESPS topic ចាបន្តមកទៀតយើងចុចលើមក ESPS topic បន្តមកទៀតយើងត្រូវ scroll ទៅរកពាក្យថា Webooking Koyong Quality System មកយើងវាយចូលពាក្យនឹងមកហើយកន្លែងនេះយើងត្រូវយកពាក្យ sign up ហើយចុចសញ្ញាបន្ទាត់ដើម្បីបង្កើតចាអញ្ចឹងកន្លែងអត្តលេខ ESPS topic គឺយើងត្រូវវាយលេខកូដប្រឡងទាំង16ខ្ទង់របស់យើងចូលកាលដែលយើងទិញពាក្យប្រឡងគឺវាយចូលទាំងអស់មកមិនបាច់ទុកទេវាយទាំង16ខ្ទង់មកចាបន្ទាប់ពីយើងវាយលេខកូដខាងលើលេខកូដប្រឡង16ខ្ទង់ហើយកន្លែងលេខសម្ងាត់យើងអាចវាយលេខ passport ក៏បានលេខអត្តសញ្ញាណប័ណ្ណក៏បានក៏ប៉ុន្តែខ្ញុំណែនាំឲ្យបងទាំងអស់គ្នាវាយលេខ passport ទៅដើម្បីភាពងាយស្រួលចាយើងវាយលេខ passport របស់យើងចូលទាំងអស់មកចាបន្ទាប់ពីវាយលេខ passport ហើយនឹងលេខកូដប្រឡងហើយរួចរាល់យើងចុចពាក្យថាបញ្ជាក់បន្ថែមយើងចុចទៅលើពាក្យបញ្ជាក់បន្ថែមវានឹងចេញមកផ្ទាំងបែបនេះយើង scroll ទៅខាងក្រោមដើម្បីគ្រីសគ្រប់កឡោនទាំងអស់តែម្ដងទាំងអស់មាន5កឡោនហើយបងប្អូនទាំងអស់គ្នាគ្រីសកុំឲ្យសល់តែទាំង5កឡោនហ្នឹងគឺយើងចាប់ផ្ដើមគ្រីសទាំងអស់មកចា4 5បន្តមកទៀតចុចលើសញ្ញា next ដើម្បីចូលទៅទំព័របន្ទាប់បន្តមកទៀតមកដល់ទំព័របែបនេះគឺយើងត្រូវបង្កើតទាក់ទងទៅនឹង login ID ហើយនិង password អញ្ចឹង login ID ដើម្បីភាពងាយស្រួលខ្ញុំណែនាំឲ្យបងទាំងអស់គ្នាដាក់ឈ្មោះរបស់បងទៅដើម្បីកុំឲ្យងាយក្នុងការភ្លេចអញ្ចឹងដាក់ឈ្មោះបងមកហើយអាចបន្ថែមលេខនៅពីខាងចុងក៏បានដែរអត់ជាបញ្ហាទេសំខាន់គឺត្រូវចាំកុំឲ្យភ្លេចដើម្បីពេលយើងឆែកឈ្មោះយើងអាចឆែកបានហើយ password គឺដាក់ឈ្មោះដែរទៅតែបងអាចបន្ថែមនិមិត្តសញ្ញាឬក៏លេខនៅខាងចុងបានយើងវាយតាមអ្វីដែលយើងចង់ដាក់មកកន្លែង password ហ្នឹងតែគួរតែដាក់ឈ្មោះបងទាំងអស់គ្នាទៅដើម្បីកុំឲ្យមានការច្រឡំចាហើយចំពោះកន្លែងខាងកន្លោននេះដែរគឺយើងវាយឲ្យដូចទៅនឹង password ខាងលើមិញដែលយើងបានដាក់ប្រសិនបើខាងលើវាយអក្សរធំទាំងអស់ខាងក្រោមក៏ត្រូវតែវាយដូចគ្នាហើយកុំឲ្យខ្វះអក្សរអីសោះគឺដូចទៅនឹងខាងលើចាបន្ទាប់ពីយើងវាយរួចរាល់គឺកន្លែងចំណុចខាងក្រោមយើងត្រូវដាក់ email របស់បងដាក់មកមានឈ្មោះពេកដែរបងត្រូវបំពេញកន្លែងហ្នឹងមកចាបន្ទាប់ពីវាយ email ត្រង់នឹងរួចរាល់បងចូលមកខាងនេះដើម្បីរកពាក្យ gmail.com ចាចុចលើ gmail.com ហើយបងអាចចុចទៅលើពាក្យថា register បន្ទាប់ពីចុច register ហើយនេះបងចុចសញ្ញា OK ហើយ OK ម្ដងទៀតចាកន្លែងនេះដោយសារតែចេញជាភាសាកូរ៉េអញ្ចឹងយើងបដូរជាភាសាខ្មែរហើយដាក់ពាក្យថា go ចានឹងទៅជាភាសាខ្មែរអញ្ចឹងកន្លែង ID គឺបងត្រូវវាយ ID ដែលបងបានបង្កើតចូលចាបើឈ្មោះបងវាយមកបើមានលេខវាយទាំងអស់មកហើយចំពោះ password គឺជា password ដែលបងបានបង្កើតអំបញ្ញមិញហ្នឹងបងវាយចូលទាំងអស់មកបន្តមកទៀតចុចសញ្ញា login បន្ទាប់ពីចុចសញ្ញា login នឹងចូលមកផ្ទាំងបែបនេះហើយកន្លែងហ្នឹងត្រូវឲ្យបងវាយថ្ងៃខែឆ្នាំកំណើតរបស់បង6ខ្ទង់អញ្ចឹងយើងត្រូវវាយឆ្នាំមុនដាក់ទៅពីលេខចុងក្រោយទេខែហើយនឹងថ្ងៃហើយចុចទៅលើពាក្យថា next បងនឹងមកឃើញផ្ទាំងបែបនេះហើយបងអាចចុចទៅមើលលើពាក្យថាមើលដំណើរការអន្តោប្រវេសន៍នឹងអាចមើលអំពីដំណើរការនៃការដាក់ពាក្យបានហើយចាចុចលើនឹងមកបន្ទាប់មកទៀតដល់ផ្ទាំងនេះគឺបងអាចមើលបានអញ្ចឹងនៅកន្លែងនេះគេទៅដាក់ថាជាប់មានថ្ងៃទីហើយដំណាក់កាលបន្ទាប់អាចពាក្យថាបញ្ជូនឬក៏ទទួលឈ្មោះហើយមានដំណាក់កាលផ្សេងទៀតនៅខាងក្រោមនឹងបានដែលបងទាំងអស់គ្នាអាចឆែកមើលបានចាសូមអរគុណប្រសិនបើវាចម្ងល់ផ្សេងបងអាចសួរនៅក្នុង page សាលាបានជម្រាបលា